ជំរាបសួរស្ដីបងប្អូនអរគ្នាអញ្ចឹងថ្ងៃនេះជួបជាមួយខ្ញុំទៀតហើយថ្ងៃនេះមិនមកបងប្អូនមើលការប្រកាសខ្ជុំទេមិនវិធីប្រកាសខ្ជុំទេបងប្អូនអ្នកណាចេះដែរខ្ញុំប្រកាសឲ្យមើលសិនហ្នឹងអញ្ចឹងមុនយើងស្លោយើងត្រូវប្រកាសខ្ជុំឬក៏អស់គេអីចឹងតែខ្ញុំប្រកាសខ្ជុំអញ្ចឹងថ្ងៃនេះមានបន្លែបងប្អូនសាក់ទៀងមើលស្លោអីអញ្ចឹងថ្ងៃនេះយើងស្លោកកោតែកកថ្ងៃនេះដាក់កកគ្រឿងយកកកក្តៀងទេអញ្ចឹងមើលស្លោយើងដាក់ខ្លាញ់ឲ្យវាក្តៅហើយចាំដាក់ប្រហុកនេះយើងដាក់កវាមកឲ្យក្រៀមតិចទៅចាំយើងដាក់គ្រឿងចូលបងប្អូនហើយខ្ញុំក៏មិនអ្នកចេះធ្វើអីដែរហើយចំពោះវីដេអូនេះខ្ញុំក៏ធ្វើការកំសាន្តលេងទេបងប្អូនណាមិនពេញចិត្តក៏អាចអូសរំលងបានដែរខ្ញុំធ្វើលេងដើម្បីសើចសប្បាយលេងទាំងអស់គ្នាទេបងប្អូនណាចូលចិត្តសូមអូសរំលងទៅខ្ញុំប្រកាសជឿថាមានអ្នកខ្លះគាត់ចូលចិត្តដែរព្រោះមនុស្ស10នាក់គេមិនស្លាញ់យើងទាំង10ទេបងប្អូនហើយតែយើងត្រូវតែធ្វើអីដែលខ្លួនឯងពេញចិត្តអានេះយើងចូលចិត្តអីធ្វើហ្នឹងណាបងប្អូនឥឡូវយើងចូលដល់សាច់រឿងយើងវិញមកដាក់ខ្ញុំដាក់ចុងភៅទូចបែបនេះចុងភៅក្រៅឆាទេបងសំដែងទេបងប្អូនហើយតើគៀងបន្តិចឡើងខ្ចីម្ហូបអស់បន្តិចអញ្ចឹងយើងដាក់កលេងអីហើយយើងដាក់ទឹកបងប្អូនអរគ្នាដាក់ទឹកឲ្យមកសាំល្មមជាមួយនឹងសម្លយើងឥឡូវចូលដល់តួឯងយើងម្ដងអត់ដឹងធ្វើស្អីទេតែប៉ាត់សម្លដាក់ឲ្យហើយតែមកកៅស្អីខ្ញុំអត់យល់ដែរណាហើយនេះគាត់ធ្វើស្អីទេអញ្ចឹងយើងចូលដល់កន្លែងយើងទៅបេះផ្លែផ្សាស្លឹកប៉ះគិតទៅនៅខ្សែស្រួលដែរបងប្អូនស្លឹកប៉ះយើងមិនដាំឲ្យវាដុះមកខ្លួនឯងយើងបែរដាក់លេស្លឹកម្រុំតិចទៅឥឡូវសម្លយើងពូក៏ជិតឆ្អិនហើយដែរយើងបង់ស្លឹកប៉ះហើយស្លឹកម្រុំយើងមកដាក់លេចូលបន្លែបៃតងតិចទៅឲ្យវាមានរសជាតិឆ្ងាញ់ណាកុំស្លោយើងដាក់ទៅអាបន្លែទិញគេនោះវាអត់សូវឆ្ងាញ់យើងដាក់បន្លែស្រែយើងដែរមកចឹងឥឡូវតែនិយាយសម្លយើងក៏បានឆ្អិនដែរបងប្អូនទាំងគ្នាអញ្ចឹងសម្លយើងឆ្អិនហើយដាក់បន្លែដាក់ទៅអំពូយើងលើកទៅហើយសម្លកកវាប៉ុណ្ណឹងខ្ញុំធ្វើតែប៉ុណ្្នឹងដែរមានធ្វើអីផ្សេងពីហ្នឹងទេបងប្អូនធ្វើផ្សេងពីហ្នឹងជួយដាក់ខ្ញុំផងបាយបងប្អូនទាំងគ្នាជួបគ្នានៅវីដេអូក្រោយ